បាទសួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះដែរខ្ញុំបាទក៏ចង់ពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅទិដ្ឋភាពទាំងស្រុងនៅទឹកដីខេត្តកំពង់ឆ្នាំងនៅខណៈពេលនេះខ្ញុំបាទក៏កំពុងតែឲ្យចំណីមួននេះដែរគឺមិនខ្ពស់ទេពុកម៉ែបងប្អូនគឺទាបទឿគ្រាន់តែចំលម្អភ្នែកមិនបានយកទៅកាប់ហូបឬក៏លក់ដូរអីទេគ្រាន់តែលម្អពីមុនមកមួននេះដែរគឺមានច្រើនក្បាលមែនទែនបន្ទាប់ពីជំងឺវាយលុកមួយសាមកគឺងាប់ស្ទើរតែអស់ហើយនៅតែប្រមាណក្បាលនេះទេពុកម៉ែបងប្អូនដើម្បីទុកផ្សាំបន្តពូជឲ្យកាន់តែច្រើនបន្តទៀតដើម្បីមើលទៅវាមានភាពស្រស់ស្អាតហើយក៏លេចធ្លោម្នាក់ឃើញហើយក៏ចង់បានពូជមួននេះច្រើនមែនទែនប៉ុន្តែខ្ញុំអត់អាចលក់បានទេពីព្រោះអីនៅតិចខ្លាំងមែនទែនឥឡូវនេះហើយគឺជាទស្សនភាពទាំងស្រុងនៅក្នុងបរិវេណនៅចំការរបស់ខ្ញុំបាទក៏បានរៀបចំកន្លែងអង្គុយលេងដើម្បីទទួលមិត្តភ័ក្តិឬក៏អ្នកផ្សេងដែលបានចូលមកលេងនៅកន្លែងនេះតាមដើមឈើនីមួយគឺសម្បូរទៅដោយផ្កាអូគីដេឬក៏វល្លិប្រភេទផ្សេងដែលគេដាក់តាំងលម្អចំណែកនៅទីក្រុងវិញគេយកអានឹងទៅដាក់តាំងលម្អដូចជាតូបកាហ្វេហាងអីផ្សេងអញ្ចឹងពុកម៉ែបងប្អូនចំណែកខ្ញុំមកនៅជនបទគឺខ្ញុំកែច្នៃគ្រប់ប្រភេទមិនថាត្រឡោកដូងឬក៏ខ្ញុំច្នៃបានទៅជាសត្វអណ្ដើកមាសឬក៏មេអំបៅផ្សេងដាក់មកដើម្បីលម្អសួនគឺពិតជាស្រស់ស្អាតមែនទែនពីមុនធ្លាប់តែនៅទីក្រុងបន្ទាប់មកខ្ញុំបាទក៏មើលទៅនៅទីក្រុងគឺវាមានភាពអាប់អួរខ្លាំងមែនទែនចង់បដូរបរិយាកាសមកនៅជនបទគឺខ្យល់បរិសុទ្ធស្រស់ស្រាយខ្លាំងមែនទែនជីវិតអ្នកនៅជនបទស្រែចម្ការគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបើយើងមកនៅជនបទបើយើងមិនកែច្នៃការដាំដុះដំណាំហូបផ្លែឬបន្លែផ្សេងគឺយើងមិនអាចនៅបានទេទោះតែយើងប្រសពកែច្នៃទៅយើងនៅបានស្រួលចំណែកបន្លែយើងមានតាមរដូវពេលប្រមូលផលរួចយើងដាក់ដាំបន្តទៅគឺមិនខ្វះហូបទេគឺមានការបេះហូបជាបន្តបន្ទាប់យើងមិនបាក់ក្នុងការចំណាយទៅផ្សារចំណាយក្នុងមួយថ្ងៃគឺយើងចំណាយច្រើនបើយើងដាំមានខ្លួនឯងអញ្ចឹងគឺយើងចំណាយតិចថវិកា